ជាការពិតណែពាក្យសម្លោកខ្មែរយើងមួយបានពោលថាចានក្នុងរាវលែងអីនឹងរំដំស្វាមីភរិយាលែងអីនឹងប៉ះសម្ដីគ្នាគ្មានអ្វីក្រៅពីសុខចិត្តចោះចាញ់គ្នាទេសូម្បីតែយើងជាអ្នកត្រូវក៏ដោយចោះមិនដែលមានភរិយាណាបន់ឲ្យស្វាមីអន្តរាយទេជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមាន topic ថ្មីនិយាយអំពីជីវិតគូស្វាមីនិងភរិយាដើម្បីឲ្យដឹងថាតើយើងរក្សាទំនាក់ទំនងជីវិតគូស្វាមីនិងភរិយាបានល្អយើងធ្វើយ៉ាងម៉េចខ្លះអញ្ចឹងអ្នកទាំងអស់គ្នាសូមមើលវីដេអូនេះឲ្យដល់ចប់បាទកូនចង់សួរមួយថាតើយើងធ្វើម៉េចដឹងថាម្នាក់ហ្នឹងគឺជាដៃគូជីវិតរបស់យើងឧទាហរណ៍ថាយើងជួបគាត់ដំបូងឬក៏យើងចាប់អារម្មណ៍លើគាត់អីចឹងណាខ្ញុំសូមជម្រាបជូនថាតាមពិតខ្ញុំក៏មិនជាមនុស្សឆ្លៀសវៃយល់ដឹងពីបញ្ហាជីវិតច្រើនជាងលោកអ្នកទេគ្រាន់តែខ្ញុំធ្លាប់បានអានសៀវភៅបានច្រើនខ្ញុំធ្លាប់បានប្រែសម្រួលអត្ថបទស្ដីពីគ្រួសារបានច្រើនដូច្នេះខ្ញុំក៏អាចចែករំលែកនៅចំណុចមួយចំនួនដែលខ្ញុំបានទទួលជាបទពិសោធន៍ពីការអាននិងពីការសរសេរនេះតាមពិតសំណួរសួរថាតើយើងធ្វើម៉េចបានដឹងថាដៃគូជីវិតយើងគឺជាមនុស្សត្រូវចម្លើយពិបាកឆ្លើយពិតប្រាកដពិបាកមែនតើពីព្រោះពេលដែលយើងសម្រេចចិត្តរៀបការជាមួយនឹងដៃគូជីវិតយើងគឺយើងបានឆ្វេងយល់ហើយថាតើមិនដៃគូជីវិតរបស់យើងគឺជាមនុស្សប្រភេទណាប៉ុន្តែធៀបពិតយើងស្គាល់ដៃគូជីវិតរបស់យើងក្រោយពីយើងបានរៀបអាពាហ៍ពិពាហ៍មនុស្សខ្លះមុនរៀបការជាបរិសុទ្ធស្លូតបូតជាបរិសុទ្ធសុភាពរាបសារប៉ុន្តែក្រោយរៀបការជាមួយយើងបរិសុទ្ធម្នាក់នោះប្រែក្លាយទៅជាមនុស្សចូលចិត្តអំពើអបាយមុខដូចជាលបែងស៊ីសងផឹកស្រាស្រីញីចំណុចនេះមួយគឺជាចំណុចសំខាន់ណាក្រោយពីយើងរួមរស់ជាជីវិតស្វាមីភរិយានោះទើបយើងដឹងថាដៃគូជីវិតរបស់យើងជាមនុស្សត្រឹមត្រូវទៅតាមការជ្រើសរើសរបស់យើងដែរឬទេប៉ុន្តែសូមកុំអស់សង្ឃឹមជួនកាលដៃគូជីវិតរបស់យើងគាត់មានការផ្លាត់ផ្លែងទៅតាមការអូសទាញរបស់មិត្តភក្តិដើរធ្លាក់ចូលទៅក្នុងផ្លូវមួយដែលមិនត្រឹមត្រូវយើងអាចអូសទាញគាត់បានដោយសារយើងអាចពន្យល់មូលហេតុណែនាំនិងអូសទាញគាត់ឲ្យមករកផ្លូវត្រូវវិញបានចា៎បាទអញ្ចឹងនៅពេលដែលយើងខ្លាចជាគូស្វាមីភរិយានឹងគ្នាហើយតើមានកលិសំខាន់អីដើម្បីធ្វើម៉េចរក្សាចំណងហ្នឹងឲ្យបានល្អដូចខ្ញុំបានជម្រាបជូនខាងមុនណែស្វាមីភរិយាត្រូវតែមានចំណុច3គឺយល់ចិត្តគ្នាយកចិត្តគ្នានិងការបដិញ្ញាចិត្តមិនបោះបង់ចោលគ្នាឧទាហរណ៍យើងណែស្វាមីដោយសារយើងបានទៅខ្សែគប់នឹងមនុស្សមិនល្អហើយភរិយាបានអូសទាញយើងថាបងធ្វើនេះមិនត្រឹមត្រូវទេឧទាហរណ៍ថាយើងទៅខ្សែគ្រឿងស្រវឹងយើងទៅលេងល្បែងស៊ីសងយើងជាស្វាមីយើងត្រូវភ្ញាក់រលឹកហើយយើងពិចារណាមើលតើការអូសទាញរបស់ភរិយាយើងត្រឹមត្រូវដែរទេបន្ទាប់ពីពិចារណាយើងឃើញថាគោលបំណងនៃការអូសទាញនោះទី1មិនចង់ឲ្យយើងមានបញ្ហាសុខភាពមិនចង់ឲ្យយើងបាត់បង់ប្រកាសដូច្នេះយើងស្វាមីត្រូវទទួលស្គាល់ការពិតយើងត្រូវយល់ពីចិត្តរបស់ភរិយាហើយធ្វើតាមគាត់ដោយលះបង់នៅអំពើអបាយមុខនោះបន្ទាប់មកដល់ចំណុចយកចិត្តពីព្រោះកាលណាយើងមិនព្រមកែភរិយាយើងប្រកាសជាមិនសប្បាយចិត្តទេដូច្នេះយើងយកចិត្តគាត់ឲ្យគាត់សប្បាយចិត្តដោយយើងងាកមកធ្វើអំពើល្អដែលផ្ដល់ផលប្រយោជន៍សម្រាប់គ្រួសារឧទាហរណ៍ដូចជាយើងខិតខំធ្វើការងារយើងស្វះស្វែងរកចំណូលបន្ថែមពេលនោះយើងយកចិត្តគាត់សប្បាយចិត្តបន្ទាប់មកទៀតមកដល់គោលដៅរួមនៅដែរឧទាហរណ៍គ្រួសារយើងមានប្រកាសចាយវាយគ្រប់គ្រាន់រស់នៅដោយថ្លៃថ្នូរតើនេះមិនមែនជាគោលដៅរួមរបស់យើងទេ
ព្រោះអីយើងរៀបការដោយសារយើងចង់មានក្រុមគ្រួសារមួយល្អឥឡូវទីយើងធ្វើបានហើយនេះគឺជាគោលដៅរួមរវាងស្វាមីនិងភរិយា ប៉ាខ្ញុំមានសំណួរមួយទៀតរវាងស្វាមីនិងភរិយាតើយើងធ្វើម៉េចក្នុងការកំណត់គោលដៅរួមជាមួយគ្នា ធម្មតាបរិសម្នាក់និងនារីម្នាក់មុននឹងចុះរោងការសុទ្ធតែបានជជែកគ្នាអំពីអនាគតគឺជាគោលដៅរួមរបស់បរិសនិងនារីម្នាក់ដែលក្រោយអភិពាហ៍បានក្លាយជាស្វាមីភរិយារស់នៅក្នុងសង្គមយើងត្រូវចូលឲ្យចុះក្នុងសង្គមយើងមិនអាចរស់នៅដាច់ដោយឡែកពីសង្គមបានទេនៅក្នុងសង្គមស្វាមីនិងភរិយាត្រូវមានការងារធ្វើដូច្នេះស្វាមីក៏មានការងារភរិយាក៏មានការងារស្វាមីភរិយាខ្លះមានការងារដាច់ដោយឡែកពីគ្នាមានន័យថាស្វាមីបម្រើការងាររដ្ឋភរិយាក៏បម្រើការងាររដ្ឋស្វាមីភរិយាខ្លះគឺភរិយានៅផ្ទះបំពេញគេហកិច្ចមានន័យថាថែទាំផ្ទះសម្បែងថែទាំបុត្រធីតានោះសុទ្ធតែការងារបន្ទាប់មកយើងត្រូវមានអីទៀតយើងត្រូវមានផ្ទះសម្បែងដូច្នេះផ្ទះសម្បែងគឺជាជំរកដ៏សុខសាន្តនៃក្រុមគ្រួសារនៅក្នុងសង្គមយើងត្រូវធ្វើដំណើរគ្រប់ទីកន្លែងឧទាហរណ៍ដូចជាទៅធ្វើការងារទៅចូលរួមពិធីបុណ្យចូលរួមពិធីអាពាហ៍ពិពាហ៍យើងត្រូវមានមធ្យោបាយធ្វើដំណើរដូច្នេះយើងត្រូវមានមធ្យោបាយធ្វើដំណើរមួយសមស្របទៅតាមលទ្ធភាពនៃប្រាក់ចំណូលរបស់យើងដំបូងយើងមានជាម៉ូតូក្រោយពីសន្សំបានយើងអាចមានទៅជារថយន្តជាដើមនោះគឺជាគោលដៅរួមរបស់ស្វាមីនិងភរិយាមានន័យថារស់ដោយសេចក្តីថ្លៃថ្នូររុងរឿងក្នុងសង្គមធម្មតារស់នៅមួយគ្នាតែតែមានបញ្ហាឆ្លោះតោះតេងគ្នាតិចតួចឯងអញ្ចឹងនៅពេលដែលបញ្ហាហ្នឹងកើតឡើងតើរវាងស្វាមីនិងភរិយាតើគួរដោះស្រាយបែបណាប៉ាតើប៉ាអាចចែកម្លែកបានទេជាការពិតណែពាក្យសម្លោកខ្មែរយើងមួយបានពោលថាចានក្នុងរាវលែងអីនឹងរំដំស្វាមីភរិយាលែងអីនឹងប៉ះសម្ដីគ្នាជារឿងធម្មតាមិនមែនជារឿងចម្លែកទេប៉ុន្តែយើងត្រូវចេះកំណត់ចំនួនរវាងស្វាមីភរិយាពីធំឲ្យមកតូចពីតូចឲ្យមកអត់រឿងអត់បញ្ហាអត់ចំនួនគ្មានអ្វីក្រៅពីសុខចិត្តចោះចាញ់គ្នាទេសូម្បីតែយើងជាអ្នកត្រូវក៏ដោយចោះយើងអាចគិតថាដើម្បីសម្រាលស្ថានភាពតាំងតែងនេះឲ្យបានធូរស្រាលយើងនិយាយថាសុំទោសរួចយើងឈប់បន្តនិយាយអំពីរឿងចំនួនតទៅទៀតពេលនោះចំនួននឹងត្រជាក់នឹងស្រាកស្រានប៉ុន្តែបើយើងប្រកាន់សេចក្តីមានអ្នកចចេះចង់ឈ្នះចង់ចាញ់ពិតប្រាកដណាស់អ្នកឈ្នះហើយក្នុងចំនួនប៉ុន្តែអ្នកចាញ់ក្នុងសុភមង្គលគ្រួសារនិយាយឲ្យស្រួលស្ដាប់គ្រួសារអ្នកបែកបាក់គ្នាតាមបទពិសោធន៍របស់ប៉ាតើប៉ាមានកលឹះបែបណាខ្លះដើម្បីឲ្យជីវិតគូស្វាមីរក្សាទំនាក់ទំនងបានល្អខ្ញុំសូមជម្រាបជូននៅក្នុងលក្ខខណ្ឌកលៈទេសៈនិងស្ថានភាពបច្ចុប្បន្នខ្ញុំបានធ្លាប់អានអត្ថបទបរទេសក្តីខ្មែរក្តីរឿងប្រឡោមលោកក្តីឃើញថាបញ្ហាកើតក្នុងគ្រួសារបច្ចុប្បន្ននេះច្រើនតែបង្កឡើងដោយភាគីស្វាមីខ្ញុំជម្រាបជូននេះមិនមែនមានន័យថាខ្ញុំកាន់ជើងនារីទេភាគច្រើនស្វាមីមិនសូវស្ដាប់ភរិយាឧទាហរណ៍ភរិយាសនោមពរឲ្យជួយធ្វើការងារឲ្យជួយសម្រាប់បន្ទុកស្វាមីមិនសូវយកចិត្តទុកដាក់ទេតែបើមិត្តភក្តិទូរស័ព្ទមកថាតោះទៅផាត់ស្វាមីបោះចោលទាំងអស់ការងារគឺទៅទោះបីភរិយាខាត់ក៏មិនស្ដាប់ដែរហើយបើសួរខ្ញុំថាដូច្នេះតើត្រូវធ្វើម៉េចដើម្បីកុំឲ្យមានបញ្ហាដើម្បីកាត់បន្ថយឲ្យបានជាអតិបរមាខ្ញុំជម្រាបជូនមួយម៉ាត់តែប្រកាសជាសុភាពបរិសទាំងអស់មិនយល់ព្រមនឹងខ្ញុំទេត្រូវចេះខ្លាចប្រពន្ធខ្លាចប្រពន្ធត្រង់នេះមិនមែនខ្លាចដូចខ្លាទេខ្លាចប្រពន្ធពិបាកចិត្តខ្លាចប្រពន្ធយំ
ខ្លាចប្រពន្ធការទុកខ្លាចប្រពន្ធខូចសុខភាពខ្លាចប្រពន្ធឡើងឈាមកាលណាយើងខ្លាចប្រពន្ធនោះស្វាមីនឹងធ្វើអំពើល្អព្រោះមិនដែលមានភរិយាណាបន់ឲ្យស្វាមីអន្តរាយទេទោះបីស្វាមីទៅកន្លែងសប្បាយរីករាយទៅច្រៀងខារ៉ាអូខេក៏ភរិយានៅផ្ទះនឹងបន់ឲ្យស្វាមីវិលត្រឡប់មកផ្ទះវិញឲ្យសុខសាន្តដែរមិនដែលមានភរិយាណាបន់ឲ្យស្វាមីក្រទេដូច្នេះបើយើងខ្លាចប្រពន្ធបន្តិចដូចជាមិនខុសទាស់ទេខ្លាចប្រពន្ធចូលមិនចុះក្នុងសង្គមខ្ញុំទិញខ្សែកជូនប្រពន្ធខ្ញុំពាក់ខ្លាចប្រពន្ធខ្មាស់គេខ្ញុំផ្ដល់ជូននាងនៅប្រាក់គ្រប់ចំនួនដើម្បីនាងស្លៀកពាក់ឲ្យបានល្អចូលចុះក្នុងសង្គមខ្លាចប្រពន្ធមិនមានកិត្តិយសខ្ញុំទៅណាមកណាខ្ញុំនាំនាងទៅជាមួយហើយខ្ញុំណែនាំថានេះគឺជាភរិយារបស់ខ្ញុំនៅមានចំណុចខ្លាចច្រើនទៀតហើយសុភាពបរិសុទ្ធទាំងអស់ដែលមើលវីដេអូនេះប្រហែលជាដឹងច្រើនជាងខ្ញុំហើយសូមជួយបន្ថែមផងអ្វីដែលខ្ញុំជម្រាបជូនគឺដើម្បីសុភមង្គលនៃក្រុមគ្រួសារយើងចាអញ្ចឹងជាចុងក្រោយតាប៉ាមានជាមតិយោបល់អីដើម្បីថាចែកម្លែកទៅគូស្វាមីភរិយាវ័យក្មេងបន្ថែមទៀតបើនិយាយថាខ្ញុំអាចជម្រាបជូននិងចែកម្លែកបទពិសោធន៍នៃជីវិតជូនចំពោះយុវជនហាក់ដូចជាមិនសូវត្រឹមត្រូវទេពីព្រោះមានពាក្យបង្អាប់លេងថាចាស់ជាន់មុនហួសសម័យហើយសម័យនេះគឺសម័យ IT យុវជនមានការជឿនលឿនខាងផ្នែកគំនិតពិចារណាជាងចាស់ជាន់មុនហើយជួនកាលបទពិសោធន៍នៃជីវិតរបស់ចាស់ជាន់មុនមិនសមស្របទៅនឹងបរិបទនៃសង្គមបច្ចុប្បន្នតែគ្រាន់តែខ្ញុំជម្រាបជូនថាគោលការណ៍ប្រហែលជាមិនប្រែប្រួលទេយល់ចិត្តយកចិត្តនិងគោលដៅរួមរួចបច្ចេកទេសឬវិធីសាស្ត្រនៃការអនុវត្តវាអាស្រ័យទៅលើយុវជនសម័យនេះប៉ុន្តែខ្ញុំសូមជម្រាបជូនដោយបត់ចោទថាដោយច្បាស់លាស់ថាប្រសិនបើយើងមិនមានគោលដៅរួមទេបន្ទាប់ពីយើងយល់ចិត្តយកចិត្តគ្នាហើយខ្ញុំសូមសួរវិញតើក្នុងជីវិតដែលយុវជនមិនពេញចិត្តរហូតដល់លែងលះគ្នាដោយហេតុអីមិនចុះសម្រងជីវិតនេះគ្នាតើអ្នកនឹងលែងហើយរៀបការចំនួនប្រមាណដងក្នុងមួយជីវិតនេះម៉ូតូអស់សាំងអ្នកត្រូវចាក់សាំងមិនបោះម៉ូតូចោលទេជាការពិតលើកលែងតែដំណោះស្រាយលែងទៅរួចវិធីសាស្ត្រនៃការលែងលះគ្នាគឺជាដំណាក់កាលចុងក្រោយហើយប៉ុន្តែប្រសិនបើភាគីទាំងពីរស្វាមីភរិយាមានឆន្ទៈដូចគ្នាមានន័យថាស្រោចស្រង់ជីវិតរបស់ពីរនេះខ្ញុំគិតថានៅតែមានដំណោះស្រាយលះបង់អ្វីដែលខ្លួនចូលចិត្តទទួលយកអ្វីដែលខ្លួនមិនចូលចិត្តចាអញ្ចឹងការចែកម្លែកសម្រាប់កលឹះឬក៏យើងនិយាយថាធ្វើម៉េចអាសាតំណែងជីវិតគូស្វាមីភរិយាឲ្យបានល្អហ្នឹងគឺមកដល់ទីបញ្ចប់ហើយក៏សូមអរគុណអ្នកទាំងអស់គ្នាក្នុងការមើលវីដេអូនេះដល់ចប់ហើយខ្ញុំទាំងពីរនាក់ក៏សូមខន្តីអភ័យទោសនៅចំណុចខ្វះខាតមួយចំនួនអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់បានកលឹះសំខាន់ដើម្បីធ្វើម៉េចអាសាចំណងឬក៏តំណែងជីវិតគូហ្នឹងគឺមាន3យកចិត្តយល់ចិត្តនិងធ្វើម៉េចកំណត់គោលដៅរួមឲ្យបានត្រឹមត្រូវអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងពីប្រធានបទណាមួយផ្សេងទៀតអ្នកទាំងអស់គ្នាអាច comment ខាងក្រោមនេះបានអរគុណ